ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នាតសណ្ដាយបាននាំយកទានព្រះវស្សាំងនិងទេយ្យវត្ថុប្រគេនដល់វត្តចំនួន4ក្នុងស្រុកបន្ទាយស្រីឯកឧត្តមហេងធូប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នាតសណ្ដាយកាលពីថ្ងៃទី5ខែសីហាឆ្នាំ2026បានដឹកនាំក្រុមការងារនាំយកទានវស្សាំងទេយ្យវត្ថុនិងបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាំងក្នុងទីអារាមវត្តចំនួន4រួមមានវត្តព្រៃវត្តនាគខ្មៅវត្តប្រាសាទនាគគូងនិងវត្តបន្ទាយស្រីស្រុកបន្ទាយស្រីខេត្តសៀមរាបក្នុងឱកាសនោះឯកឧត្តមហេងធូបាននាំយកនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីឯកឧត្តមទាសីហាំងរដ្ឋមន្ត្រីក្រសួងការពារជាតិព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទានដែលជានិច្ចកាលលោកតែងតែគិតគូរជាប្រចាំដល់សុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឯកឧត្តមបានគូបញ្ជាក់ថាការដែលពុទ្ធបរិស័ទកូនចៅប្រជាពលរដ្ឋយើងមានឱកាសបានជួបជុំគ្នាធ្វើបុណ្យទានប្រារព្ធពិធីសាសនានិងបំពេញកុសលផលបុណ្យដោយសប្បាយរីករាយនាពេលនេះគឺពុំមែនជារឿងចៃដន្យនោះទេប៉ុន្តែវាគឺជាតម្លៃដ៏មហាសាលកើតចេញពីសុខសន្តិភាពដែលខិតខំកសាងនិងរក្សាការពារបានយ៉ាងគត់មុនដោយញើសឈាមនិងអាយុជីវិតរបស់ថ្នាក់ដឹកនាំនិងវីរជនស្នេហាជាតិសន្តិភាពនេះហើយដែលផ្ដល់ឱកាសឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើននិងពុទ្ធសាសនាមានការរីកចម្រើនរុងរឿងជាបន្តបន្ទាប់បើគ្មានសន្តិភាពទេយើងក៏គ្មានឱកាសមកឈរជុំគ្នានៅទីនេះដែរសូមជម្រាបថាទេយ្យវត្ថុនិងបច្ច័យដែលបាននាំយកមកប្រគេនវត្តទាំង4ក្នុងមួយវត្តរួមមានទានវស្សា1គូអង្ករ100គីឡូក្រាមទឹកសុទ្ធ2កែងនិង20យោងនិងផ្លែឈើ2កែងមី2កែងត្រីខ2យោទឹកក្រូច2កែងទឹកត្រីទឹកស៊ីអ៊ីវចំនួន5យោតែចំនួន2កញ្ចប់ធំកសចំនួន2គីឡូក្រាមនិងបច្ច័យ1លាន4សែនរៀលជាមួយគ្នានោះក្រុមការងារក៏បានប្រគេនបច្ច័យព្រះសង្ឃ11អង្គនិងចែកជូនក្រណាត់សនិងថវិកាមួយចំនួនជូនដល់លោកយាយលោកតាចំនួន50នាក់